ចឹងជម្រាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះចឹងខ្ញុំឈ្មោះសុខបញ្ញាមកពី Department Telecom and Networking ចឹងថ្ងៃនេះគឺខ្ញុំនឹងបរៀនឬមកក៏ explain ដល់អ្នកគ្នាអំពីការ configuration DHCP server ទៅក្នុង ZOS ចឹង ZOS គឺជា server មួយដែលយើងអាចជា Linux distribution ដែលយើងអាចដែលគេប្រើប្រាស់ពីច្រើន configuration ទៅលើធ្វើជា server អញ្ចឹងនៅក្នុង ZOS នៅពេលដែលយើង install មកតាំងពីដើមមកគឺអត់មាន dependency របស់ DHCP server ទេអញ្ចឹងយើងត្រូវ download DHCP server packaging ទៅក្នុង ZOS របស់យើងអញ្ចឹងយើងចាប់ផ្ដើម download ទាំងអស់គ្នាអញ្ចឹង command ដែលយើងត្រូវ download គឺ dnf install flag y DHCP server អញ្ចឹងនៅក្នុង command ហ្នឹងDNF គឺជា packet manager មួយដែលប្រាប់ឲ្យទៅ download DHCP server ហើយ .y គឺជា flag មួយដើម្បីឆ្លើយ yes នៅពេលដែលយើងឲ្យវានឹង download DHCP server ហ្នឹងអញ្ចឹងមកន័យថាខ្ញុំធ្លាប់ download DHCP server ហ្នឹងមកហើយអញ្ចឹងយើងចូលទៅដល់បន្តទៀតគឺយើងត្រូវបង្កើតទៅជា folder DHCP មួយដែលក្នុង folder ហ្នឹងគឺយើងមានបង្កើតទៅលើ dhcpd.conf file ដែលគឺជា configuration file មួយដែលយើង define ទៅលើនៅ network IP របស់យើងទៅលើ subnet របស់យើងទៅលើ network rank របស់យើងទៅលើ domain name server របស់យើងអញ្ចឹងនៅក្នុង folder DHCP ហ្នឹងគឺខ្ញុំបង្កើតនៅក្នុង etc អញ្ចឹងយើងទៅ /etc មកយើងបង្កើត directory folder មួយ DHCP អញ្ចឹងយើងចូល cd DHCP ហ្នឹងមកអញ្ចឹងយើង list គឺអត់មានអីទេអញ្ចឹងយើងបង្កើត file មួយឈ្មោះថា dhcpd.conf អូច្រឡំ nano dhcpd.conf អញ្ចឹងនៅក្នុង file ហ្នឹងគឺយើង define ទៅលើ network IP define ទៅលើ network define ទៅលើ network rank define ទៅលើ domain name អីទៅអញ្ចឹង command ដែលយើងមុនដំបូងគេគឺយើងប្រើប្រាស់ command cat eof flag នៅខាងលើហ្នឹងគឺជា command មួយដែលយើងទៅសេដើម្បី override ទៅលើ file ដែលយើងធ្លាប់បង្កើតមកពីមុនឧទាហរណ៍ថានៅពេលដែលក្នុង folder ហ្នឹងមាន file ដែលយើងធ្លាប់បង្កើតពីមុនអីទៅនៅពេលដែលយើង run service វាទៅធ្វើឲ្យវាហ្នឹងservice វា run unstable ឬមួយក៏ពេលខ្លះ run ទៅវា fail យកតែម្ដងអញ្ចឹងយើងទៅសេ command ហ្នឹងដើម្បីឲ្យវា override ទៅលើ file ណាទាំងអស់ដែលនៅក្នុង directory ឬមួយក៏នៅក្នុង folder ហ្នឹងអញ្ចឹងដើម្បីឲ្យវាមាន file តែមួយដែលដើម្បីកុំឲ្យវាហ្នឹង conflict គ្នាបន្ទាប់មកយើងទៅសេទៅលើ network domain របស់យើងថា domain របស់យើងហ្នឹងឈ្មោះអីគេអញ្ចឹង domain name របស់យើងឈ្មោះដាក់បញ្ញា .com ទៅតាមមក domain name server យើងដាក់ Google យើងមានព្រីគឺ primary ហើយនិង secondary អញ្ចឹងយើងដាក់ Google គឺជា primary Cloudflare គឺ secondary តមកយើង configuration ទៅលើ subnet ទៅលើ network rank ទៅលើ default route ហើយនិងទៅលើ broadcast អ
យើងដាក់ rank មកខ្ញុំដាក់ rank ពី100ទៅ200តាមមកដាក់ default gateway តាមមកយើងដាក់ broadcast address មកយើងបិទ EOS វិញដើម្បីឲ្យវា override អូខេបានន័យថាយើង successfully បង្កើត file ហើយនឹង save ហើយបន្ទាប់មកយើងត្រូវផ្ដល់ permission ទៅលើ file ដែលយើងបង្កើតហើយហ្នឹងអញ្ចឹង permission ដែលលើ file ដែលយើងបង្កើតគឺយើង chmod 664បានន័យថាយើងឲ្យសិទ្ធិពេញលេញទៅលើ file ដែលយើងបង្កើតហ្នឹងតែម្ដងចឹងនៅលើ command chmod 644/directory របស់យើងហ្នឹងគឺជាលេខ6គឺបានន័យថា read or write ដើម្បី root លេខ44បានន័យថា read only ចឹងន័យថាដើម្បីឲ្យ system ហ្នឹងដំណើរការបានល្អយើងត្រូវទៅប្រើប្រាស់ឲ្យ command flag 644ដែលជា command មួយសម្រាប់ឲ្យ system process ហ្នឹងអាច read ទៅលើ configuration បានដើម្បីដែលមិនចាំបាច់បើកទៅជា root user ទេតើមកយើងប្រើប្រាស់នៅ command មួយទៀតឈ្មោះថា restore con .v ទៅលើ directory របស់យើងគឺ command ហ្នឹងគឺគេប្រើប្រាស់ដើម្បីជា default policy files ដែលគេប្រើប្រាស់វាជា SE Linux ដើម្បី assign វាឲ្យវា run នៅក្នុង system របស់យើងបានអូខេតបមកយើងត្រូវ verify ថា comment របស់យើងនឹងដំណើរការបានល្អចឹងមិនន័យថាយើង system យើងមាន syntax error ទេយើង start វាមកពេល reload ចេញមកនេះមិនន័យថា system របស់យើងហ្នឹង successfully start អីចឹងយើងចូលទៅមើល status របស់វាអញ្ចឹង system ctl status dhcp dhcpd បណ្ដាតែផ្លេច system ផ្លេច ចឹងន័យថា system របស់យើងហ្នឹងគឺ DHCP service របស់យើងហ្នឹងគឺ successfully start ហើយអញ្ចឹងយើងទៅ check ទៅលើ service ទៅលើរបស់វាថាវាហ្នឹងអាចប្រើប្រាស់បានអត់អញ្ចឹងមុនដំបូងដើម្បីឲ្យ DHCP server របស់យើងអាចធ្វើការបោះ IP ឆ្លងទៅកាន់ network pool បានយើងត្រូវធ្វើការដាក់ firewall configuration ផងដែរនៅពេលដែល client request មកគឺវាអាច see network pool DHCP របស់យើងបានអញ្ចឹង command យើងត្រូវប្រើប្រាស់ command firewall .cmd -add service DHCP permanent ចឹងនៅក្នុង command នេះ /dhcp /dash permanent ហ្នឹងគឺបានន័យថាដើម្បីឲ្យCNRS របស់យើងបើកនៅ port UDP 67ដើម្បីឲ្យវាជា listening port ដើម្បីឲ្យនៅពេលដែល
network ខាងក្រៅ request ចូលទៅក្នុង CentOS server របស់យើងគឺវា low រហូតគឺ fake e អូខេយើង reload វាមកអូខេអញ្ចឹងន័យថាយើង successfully បើក firewall របស់យើងអីចឹងឥឡូវហ្នឹងយើងមកតេស្តជាក់ស្ដែងថាយើង request DHCP IP ពី server CentOS បានអត់ឥឡូវយើងបើកកាលីឲ្យអ្នកនរគ្នាមើលសិនឥឡូវហ្នឹងខ្ញុំបើកទៅលើកាលី Linux ចាំតែលោកគ្រូអូខេឥឡូវនេះខ្ញុំបានបើកទៅលើកាលីរបស់ខ្ញុំហើយអញ្ចឹងនេះជាកាលីរបស់ខ្ញុំចាំបន្តិចទៅលោកគ្រូគឺបង្ងតារាការយើងបើកចូល terminal នេះមកយើងបើកចូល terminal ហើយមុននឹងយើង request ទៅលើDHCP server យើងត្រូវមើល network card របស់យើងសិនថាយើងនឹងប្រើប្រាស់ network card អីគេអញ្ចឹងដើម្បី check ទៅលើថាយើងនឹងប្រើប្រាស់ network card អីគេយើងត្រូវប្រើ command IP link show អញ្ចឹងយើងប្រើប្រាស់ network card ETH zone អានេះគឺជាយើង check ថាយើងនឹងនៅក្នុងមួយណាអញ្ចឹងឥឡូវយើងមក release IP ទាំងអស់គ្នាដើម្បីឲ្យវាមើលថាវានឹង change IP អត់អញ្ចឹងដើម្បីឲ្យវា release IP គឺយើងប្រើប្រាស់នៅ command sudo dhcp client.org dhc client.org Ethernet 0 Wait, client DHC clientតមកយើង request ទៅលើ IP ថ្មីដក V អ
គឺឆែកមកដងទៀត DHCP CD .k EP0 not running ចឹងយើងត្រូវ install DHCP client សិនដើម្បីឲ្យវា auto request sudo apt update apt install isc DHCP client dash y យើងមុនហ្នឹងដោយសារខ្ញុំអត់ទាន់បាន install dependency DX client អញ្ចឹងន័យថាការលេខ link នេះហ្នឹងការលេខការលេខរបស់យើងហ្នឹងគឺអត់ទាន់បាន release ទៅលើ IP ចាស់ទេអញ្ចឹងមានន័យថានៅពេលឥឡូវហ្នឹងយើង release ហើយឥឡូវហ្នឹងយើងចុច request DHCP client ថ្មីយើងប្រើប្រាស់នៅ command DX sudo client DX client dash v ដើម្បីឲ្យវា request នៅ IP ថ្មីអញ្ចឹងបានន័យថាឥឡូវហ្នឹងយើង successfully request ហើយអញ្ចឹងយើងមកឆែក IP ទាំងអស់គ្នាអញ្ចឹងឥឡូវ IP ថ្មីរបស់យើងគឺ 192.168.100 អញ្ចឹងមានន័យថា ZNS របស់យើងគឺ successfully តម្លាក់នៅ IP ឲ្យទៅក្នុងការលេខ link នេះហើយអរគុណលោកគ្រូនិងអ្នកនរគ្នាដែលបានស្ដាប់ការពន្យល់របស់ខ្ញុំ